แต่ปัจจุบันนี้វាអត់ចែកសាប់សង់ទេអានេះវាចេញពីច្រក100វ៉ាត់ពីច្រកហើយគេដាក់នឹង200វ៉ាត់នេះបានន័យថាយើងអាចប្រើជា mono ក៏បានដែរយើងប្រើ100វ៉ាត់ជា stereo បូក100វ៉ាត់អញ្ចឹងមាន L មាន O ពីច្រកនេះមាន L មាន O ហើយបើសិនជាយើងចង់ប្រើឲ្យបានពេញ200វ៉ាត់មកគឺយើងប្រើអក្សរច្រក O តែមួយទេតែយើងដូរ mode វាពី BTL នេះទៅជា PBTL អូខេសួស្តីបងថ្ងៃនេះខ្ញុំបង្ហាញពី ampli ដែលមានក្នុង stock ហ្នឹងបងមានអាទូចនេះ 502T អានេះ chip ធំ chip TPA 3116 សេនមកបងនេះ50វ៉ាត់ពីច្រកតែកម្លាំងពេញល្អ502MT ក៏មានដែរតែអត់យកមកបង្ហាញទេប៉ុណ្ណឹងវាល្បីស្រាប់អានេះ TB 21កម្លាំង200វ៉ាត់បងអានេះចែកសាប់សង់សាប់100 solo 50វ៉ាត់ពីច្រកអានេះគុណភាពល្អចែកសាប់សង់សលេងព្រោះបងអានេះ200វ៉ាត់ដែរតែអានេះអែមត្រង់ថាយើងប្រើភ្លើងរត់ក៏បានភ្លើងអាគុយក៏បានច្រៀងក្រៅខេបបានបងអានេះគឺជា brand ថ្មីមក model D600A ពួកនេះគេដាក់100វ៉ាត់បូក100វ៉ាត់និង200វ៉ាត់អានេះខ្ញុំអាចបញ្យល់បងបានតែប៉ិតអានេះវាអត់ចែកសាប់សង់ទេអានេះវាចេញពីច្រក100វ៉ាត់ពីច្រកហើយគេដាក់នឹង200វ៉ាត់នេះបានន័យថាយើងអាចប្រើជា mono ក៏បានដែរយើងប្រើ100វ៉ាត់ជា stereo បូក100វ៉ាត់អញ្ចឹងមាន L មាន O ពីច្រកនេះមាន L មាន O ហើយបើសិនជាយើងចង់ប្រើឲ្យបានពេញ200វ៉ាត់មកគឺយើងប្រើអក្សរច្រក O តែមួយទេតែយើងដូរ mode វាពី BTL នេះទៅជា PBTL អញ្ចឹងវាចេញសលេង mono នៅលើជើងអក្សរ O អាហ្នឹងហើយពេលយើង connect តាមមួយគ្រាប់បើសិនយើងប្រើជាមួយគ្រាប់សាប់យើងប្រើ mono ទៅសលេងវាចេញព្រោះវា support 2 ohm 3 ohm 4 ohm បើយើងប្រើ mono តែបើយើងប្រើ stereo វា support ពី4 ohm ទៅ8 ohm អញ្ចឹងវាខុសគ្នាប៉ុណ្្នឹងអានេះតម្លៃវាធូរកម្លាំងវាខ្លាំងបងចង់ប្រើ stereo ក៏បាន mono ក៏បានអញ្ចឹងបងលេងបាសប្រកបជាស្គាល់ stereo និង mono វាខុសគ្នាមិនហ៎ហើយមួយទៀត ampli តម្លៃ8រៀល S30 កម្លាំងវាខ្ទង់80វ៉ាត់ឯដែរបងអានេះល្បីមែនតើអានេះសារវាធូរថ្លៃវាមកងាយច្រើនមាន Bluetooth ប្រើភ្លើងអង្គុយភ្លើងរត់បានអញ្ចឹងណាហើយសេរីសលេងសេរីអីច្រៀងក្រៅខេលេងបានទៀតហើយអានេះបងធំមកគេបងធំបងអានេះ D300 វ៉ាត់អានេះពួកម៉ាស៊ីនធំហើយវាអត់មានចំនួនទេមកអានេះវាចេញមកតាំងពីយូរគ្មានចំនួនទី1ទី2ទេអាហ្នឹងវាចេញមកម៉ាស៊ីនធំចឹងបងមាន D300 ធម្មតាម៉ាស៊ីនទូចអានេះ D300 វ៉ាត់បង D300 D100 ដូចគ្នាទេ100វ៉ាត់300វ៉ាត់ណាពួកនេះច្រៀងព្រោះមកគូសំអានេះពេញនិយមប្រើជាងគេនៅស្រុកយើងជាមួយឈុត75 65 85ហ្នឹងគេរៀបអានេះឯងបងអញ្ចឹងតម្លៃវាសិតតែធូរទេបងចង់បានអាចឆាតមកសួរសិនក៏បានទិញក៏បានដែរបងខ្ញុំមានស្តុកទាំងអស់អានេះ ampli ខ្លាំងបងអានេះ400វ៉ាត់ពេញអានេះប្រើ chip ធំមិន TPA 3116ទេអានេះដូចជា3225អានេះ TPA chip ធំបងហើយអានេះចែកសាប់សង់សាប់ពី200វ៉ាត់ solo វា100វ៉ាត់ពីច្រកអញ្ចឹងសលេងវាខ្លាំងបងសលេងវាអានេះអូសសាប់ AE តាក់មេដៃពីជាន់បានមកក្របតែអញ្ចឹងកម្លាំងវាខ្លាំងពួកនេះដូចគ្នាជាមួយ D600A អានេះ D2000C ប្រើភ្លើងអង្គុយភ្លើងរត់ច្រៀងក្រៅខេបានមាន Bluetooth ស្រាប់បងអានេះមកពណ៌ទឹកមាសស្អាតអានេះ 600A អានេះ200វ៉ាត់ហើយនឹងមួយនេះ 2000C 400វ៉ាត់ហើយនឹងមួយទៀតបងអត់យកតម្រូវការច្រៀងទេយកពួកនេះបងអានេះកម្លាំងខ្លាំងអានេះ AT21CG របស់ Bosio យកចំអានេះមាន app សេរីសលេងបានទៀតអ្វីដែលសំខាន់នោះគឺកម្លាំងវា540វ៉ាត់លើ channel sub 220វ៉ាត់ solo 160វ៉ាត់ពីច្រកចឹងនេះខ្លាំងមែនតើបងហើយមាន snap នេះអាចដោតទៅ play ច្រៀងបានអានេះតទៅ ampli វាយសាប់ដូចជា 3002 6002អញ្ចឹងហើយកន្លែងនេះយើងកាច់ដូរ mode វាបងកាច់ដូរ mode ពេលយើងភ្ជាប់ play អញ្ចឹងអត់ពិបាកផ្សាយទេយកដោតទៅដូចប្រើបានមកចឹង ampli នេះខ្លាំងមានតាហាលទៀតបងមានតាហាលលេងអញ្ចឹងមានប្រមាណ mode ហ្នឹងដែរបងក្របសាប់មានដែរតែធំពេកយកអាហាងអាកាសអញ្ចឹងបងមានតម្រូវការតើតមកតាម Telegram នៅក្នុង comment ខាងក្រោមអរគុណ